នៅថ្ងៃនេះគិតចាប់តាំងពីវេលាម៉ោង 4:30 នាទីព្រឹកទៀបភ្លឺរហូតដល់វេលាម៉ោង 16:00 នាទីរសៀលនេះបើគិតចាប់តាំងពីវេលាម៉ោង 4:30 នាទីដែលយោធាថៃបានចាប់ផ្ដើមបាញ់ប្រហាររហូតមកដល់ម៉ោងនេះម៉ោង 16:00 នាទីរសៀលនេះគឺភាគីថៃបានវាយប្រហារមកលើកងកម្លាំងកម្ពុជានិងក្នុងដែនអធិបតេយ្យរបស់កម្ពុជាយើងនៅក្នុងភូមិសាស្ត្រយុទ្ធភូមិភាគទី 4 រួមមាននៅថ្មដូនប្រាសាទតាមន់ធំជប់កគីតាថាវតំបន់អានសេះគោល8បោះស្បូវជាំតែភ្នំខ្មោចប្រាសាទតាក្របីប្រាសាទខ្នាអូស្មាច់ជប់អង្គុញដំណាក់ស្ដាច់ថ្មឆាត់និងប្រាសាទព្រះវិហារហើយមកទល់ម៉ោងនេះគឺមិនទាន់បញ្ឈប់សកម្មភាពនៅក្នុងការបាញ់ប្រហារនៅឡើយទេចា៎ទី 2 ស្ថានភាពជួរមុខនៅក្នុងសមរភូមិទិសយុទ្ធភូមិភាគទី 5 នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យនិងខេត្តពោធិ៍សាត់ក្នុងនោះសូមអនុញ្ញាតបន្ថែមបន្តិចផងដែរនៅក្នុងយុទ្ធភូមិភាគទី 4 គឺនៅក្នុងខេត្តសៀមរាបនៅថ្ងៃនេះយើងក៏សម្គាល់ឃើញថាភាគីថៃបានពង្រីកនៅក្នុងការធ្វើការឈ្លានពានរបស់ខ្លួនទម្លាក់គ្រាប់បែកតាមរយៈយន្តហោះចម្បាំង F-16 នៅក្នុងភូមិសាស្ត្រស្រុកស្រីស្នំខេត្តសៀមរាបផងដែរដែលនេះយើងក៏សម្គាល់ឃើញថាភាគីថៃកាន់តែកក្លឿននិងកាន់តែកំរោលចំពោះស្ថានភាពនៅក្នុងយុទ្ធភូមិភាគទី 5 នៅក្នុងខេត្តបន្ទាយមានជ័យនិងខេត្តពោធិ៍សាត់ភាគីថៃបានបាញ់ប្រហារមកលើកម្ពុជាគិតចាប់តាំងពីវេលាម៉ោង 13:00 នាទីរសៀលដល់វេលាម៉ោង 16:00 នាទីរសៀលនៅថ្ងៃនេះគឺនៅវេលាម៉ោង 15:10 នាទីយោធាថៃបានបាញ់ផ្លោងចូលទៅក្នុងភូមិសាស្ត្រភូមិព្រៃច័ន្ទនៅវេលាម៉ោង 15:14 នាទីកម្លាំងថ្មើរជើងរបស់យោធាថៃអមដោយរថក្រោះបានព្យាយាមរុលចូលទៅក្នុងមុខភូមិសាស្ត្រភូមិជោគជ័យនៅវេលាម៉ោង 15:19 នាទីយោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រតំបន់អភិវឌ្ឍភ្នំឆាត់ចំនួន2គ្រាប់ដោយនៅក្នុងឃុំគោករមៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យនៅវេលាម៉ោង 15:41 នាទីយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ហោះរំលោភចូលក្នុងដែនអធិបតេយ្យដែនអាកាសនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជាចំពោះស្ថានភាពនៅក្នុងភូមិសាស្ត្រដទៃផ្សេងទៀតមានសភាពស្ងាត់ស្ងាត់ប៉ុន្តែកងកម្លាំងរបស់កម្ពុជាបន្តតាមដានដោយយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្រសួងការពារជាតិកម្ពុជាសូមធ្វើការច្រានចោលចំពោះទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានคล้ายៗបំភ្លៃខុសពីការពិតរបស់ភាគីថៃដែលបានចោទប្រកាន់លាបពណ៌មកលើកម្ពុជាដែលផ្ទុយស្រឡះខុសពីការពិតទាំងស្រុងក្រសួងការពារជាតិសូមធ្វើការបញ្ជាក់ជូនសារជាថ្មីថាគោលដៅនៃការវាយប្រហារការពារខ្លួនរបស់កម្ពុជាគឺផ្ដោតតែលើគោលដៅយោធាថៃប៉ុណ្ណោះមិនសំដៅលើគោលដៅស៊ីវិលឬក៏ទីកន្លែងស៊ីវិលណាមួយឡើយប៉ុន្តែភាគីថៃទៅវិញទេដែលធ្វើការវាយប្រហារលើទីតាំងស៊ីវិលប្រជាជនស៊ីវិលរបស់កម្ពុជាដែលធ្វើឲ្យប្រជាជនស្លូតត្រង់ស៊ីវិលរបស់កម្ពុជាបានបាត់បង់ជីវិតនិងរបួសកើនឡើងចំនួនបន្ថែមទៀតបើគិតត្រឹមថ្ងៃទី 15 ខែធ្នូឆ្នាំ 2025 នេះគិតត្រឹមវេលាម៉ោង 7:00 នាទីព្រឹកហើយអ្វីដែលគួរឲ្យកត់សម្គាល់ផងដែរថាចំនួននៃការប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកនិងការប្រើប្រាស់គ្រាប់បែកចង្កោមរបស់យោធាថៃវាយប្រហារមកលើកម្ពុជាកាន់តែមានចំនួនទំហំកើនឡើងជាលំដាប់និងពង្រីកការបាញ់ប្រហារមកលើកម្ពុជាកាន់តែចូលមកជ្រៅក្នុងដែនអធិបតេយ្យដោយនៅថ្ងៃនេះគឺមានការទម្លាក់គ្រាប់បែកពីយន្តហោះ F-16 ចូលមកដល់ក្បែរជំរំជនភៀសសឹកនៅក្នុងភូមិសាស្ត្រស្រុកស្រីស្នំខេត្តសៀមរាបបន្ថែមទៀតអ្នកនាំពាក្យក្រសួងការពារជាតិសូមទាមទារឲ្យយោធាថៃបញ្ឈប់នៅរាល់ទង្វើឈ្លានពានរបស់ខ្លួនបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានបំភ្លៃខុសពីការពិតបញ្ឈប់ការវាយប្រហារដោយមិនរើសអើងនិងមិនរើសគោលដៅពិសេសចំទៅលើជនស៊ីវិលប្រជាជនស៊ីវិលស្លូតត្រង់និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលបញ្ឈប់ការវាយប្រហារបំភ្លេចបំផ្លាញទីតាំងប្រវត្តិសាស្ត្រដែលមិនត្រឹមតែជាសម្បត្តិវប្បធម៌ដ៏មានតម្លៃសម្រាប់របស់កម្ពុជាប៉ុណ្ណោះទេប៉ុន្តែសម្រាប់ប្រជាជននិងមនុស្សជាតិទាំងមូលផងដែរ
និងបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិតសប្រែទៅជាខ្មៅ។